បងប្អូនអ្នកគ្នាហេតុតែយើងកូនខ្មែរដែលកើតនៅក្នុងប្រទេសខ្មែរហើយយើងមករស់នៅសហរដ្ឋអាមេរិកបងប្អូនអ្នកគ្នាខ្ញុំមិនដែលធ្លាប់ឆ្លងកាត់ព្យុះ snow storm អីខ្លាំងដូចប៉ុណ្ណេះទេបងប្អូនអ្នកគ្នាគ្រប់ទូរទស្សន៍គ្រប់ TikTok វីដេអូទាំងអស់គេនិយាយគ្រប់អស់ថានឹងមាន snow storm មិនថានៅក្នុងរដ្ឋខ្ញុំនៅ Pennsylvania ទេសឹងតែគ្រប់ state ទាំងអស់បងប្អូនអ្នកគ្នាឥឡូវនឹងបងប្អូនប្រជាពលរដ្ឋនៅក្នុងសហរដ្ឋអាមេរិករត់ទៅទិញអីវ៉ាន់នៅតាម store Walmart ShopRite អស់តាម Shell អស់ទាំងអស់បងប្អូនអ្នកគ្នាហើយខ្ញុំនេះអត់តាមបាន prepare ទាំងអស់ហើយ snow នេះគឺជាប្រវត្តិសាស្ត្រមួយទៀតគេកំណត់បានថាជាប្រវត្តិសាស្ត្រមួយទៀតនឹងធ្លាក់មកប្រហែលជាកម្រាស់18ទៅ19 inch ហ៎បងប្អូនអ្នកគ្នាក្រាស់មែនទែនពាក់កណ្ដាលផ្ទះយើងបាត់ហើយវាអាចបង្កឲ្យផ្ទះយើងនឹងដាច់ភ្លើងហើយដាច់ទឹកអីចឹងបងចឹងបានប្រជាពលរដ្ឋនៅក្នុងសហរដ្ឋអាមេរិកហ្នឹងរត់ទៅទិញgas រត់ទៅទិញទឹករត់ទៅទិញអីហើយខ្ញុំនេះអង្គុយនៅកន្លែងធ្វើការធ្វើមិនដឹងខ្ញុំអត់បានប្រុងប្រៀបអីទាំងអស់បងប្អូនឥឡូវហ្នឹងឥឡូវនេះខ្ញុំគិតថាខ្ញុំចេញពីធ្វើការខ្ញុំរត់ទៅទិញទឹកបន្តិចហើយចាំមើលថាវាធ្លាក់ការ៉ាស់ណាព្រោះអី snow ការ៉ាស់បែបនេះបងប្អូនអ្នកគ្នាតាមតែខ្ញុំដឹងតាមតែខ្ញុំមើលតាមដែលគេដាក់នៅក្នុងព័ត៌មាននៅក្នុង TikTok មានតែ1996ឆ្នាំខ្ញុំកើតបានមួយឆ្នាំនៅក្នុងរដ្ឋ Pennsylvania ខ្ញុំនេះធ្លាក់ឡើងក្រាស់មែនទែនឡើងដល់20 inch ជាងបងប្អូនអ្នកគ្នាមានតែឆ្នាំនឹងមួយហើយនេះឆ្នាំទាំងអស់នឹងដែល snow ធ្លាក់ខ្លាំងហ្មងនេះនឹងហើយចាំមើលក្នុងឆ្នាំ2026នេះហើយធ្លាក់ប៉ុណ្ណាទៀតម្នាក់នឹងភ័យមែនទែនជាមួយខ្ញុំទៅ shop រ៉ៃយប់នេះមើលមានអីត្រូវទិញអត់